យើងត្រូវចាំថាកាលណាបើព្យញ្ជនៈ4តួនេះបសហអហ្នឹងកាលណាបើផ្សំឬមួយក៏ប្រស្រ័យតាក់ទងជាមួយនឹងស្រៈ6តួនោះគឺស្រៈអិស្រៈអីស្រៈអឹស្រៈអើស្រៈអោស្រៈអាំហ្នឹងវាក៏คล้ายខ្លួនទៅជាបែបនេះវិញនៅក្នុងវីដេអូនេះយើងមកសិក្សាបន្ថែមទៀតអំពីព្យញ្ជនៈ4តួដែលសម្រាប់ដោយត្រីស័ព្ទនោះគឺបសហអកាលណាដែលព្យញ្ជនៈ4តួនេះសម្រាប់ដោយត្រីស័ព្ទខ្យល់របស់វាក៏ប្រែក្លាយទៅជាខ្យល់អវិញសូរសំឡេងរបស់វាក៏ប្រែទៅជាបសហអយើងត្រូវចាំថាកាលណាបើព្យញ្ជនៈ4តួនេះបសហអហ្នឹងកាលណាបើផ្សំឬមួយក៏ប្រស្រ័យតាក់ទងជាមួយនឹងស្រៈ6តួនោះគឺស្រៈអិស្រៈអីស្រៈអឹស្រៈអើស្រៈអោស្រៈអាំហ្នឹងវាក៏คล้ายខ្លួនទៅជាបែបនេះវិញចំពោះអក្សរហគេអាចទុកត្រីស័ព្ទក៏បានយើងអាចយកត្រីស័ព្ទហ្នឹងមកធ្វើជាក្បៀសក៏បានឧទាហរណ៍ដូចជាពាក្យយំហ៊ីទៅជាយំហ៊ីដែលអត់មានត្រីស័ព្ទទេដែលកន្លែងហ៊ីហ្នឹងក៏យើងបន្ថែមក្បៀសកន្លែងហ្នឹងស្អុកហ្នឹងដើរតួជាក្បៀសវិញអត់ដើរតួជាស្អុកទេហើយពាក្យមួយទៀតហ្នឹងគឺហ៊ឺហាទៅជាហ៊ឺហាដដែលទេគ្រាន់តែថាវាបន្ថែមស្អុកមួយទៀតគេជាទៅឲ្យតែមានត្រីស័ព្ទយើងត្រូវបន្ថែមស្អុកមួយទៀតដែលដើរតួជាក្បៀសហ្នឹងចំពោះអក្សរហហ្នឹងមិនមែនតែមានពាក្យពីរម៉ាត់ហ្នឹងវាគឺវាមានពាក្យច្រើនទៀតដូចជាពាក្យហ៊ីហ៊ីយំហ៊ីហ៊ីហឹកហែនឹងមានជាច្រើនទេណាពាក្យហ្នឹងអក្សរហមិនមែនមានតែពីរហ្នឹងទេចំពោះអក្សរសយើងអាចទុកត្រីស័ព្ទក៏បានយកត្រីស័ព្ទមកធ្វើក្បៀសក៏បានក៏ប៉ុន្តែអក្សរសហ្នឹងគឺមានពីរករណីដែលអក្សរសហ្នឹងគឺផ្សំជាមួយនឹងអក្សរផ្ញើជើងឧទាហរណ៍ដូចជាជើងរលោកស្រឹងឧទាហរណ៍ដូចពាក្យលោកស្រឹងទៅជាលោកស្រឹងត្រង់ចំណុចហ្នឹងគឺលោកស្រឹងគឺចង់សំដៅទៅលើឈ្មោះបុគ្គលណាម្នាក់អញ្ចឹងណាហើយពាក្យមួយទៀតនោះគឺធ្លាក់ស្រឹបនឹងនេះនៅក្នុងករណីអក្សរសផ្ញើជើងរដែលមានជើងរអញ្ចឹងណាគឺអាចទុកក្បៀសយកត្រីស័ព្ទមកធ្វើក្បៀសក៏បានទុកត្រីស័ព្ទក៏បានក៏ប៉ុន្តែនៅក្នុងករណីផ្សេងមួយទៀតនោះគឺកាលណាដែលអក្សរសនឹងជាអក្សរលាតដោយពុំមានការផ្ញើជើងពីអក្សរជើងរទេគឺដាច់ខាតគឺយើងត្រូវតែយកត្រីស័ព្ទមកធ្វើក្បៀសជានិច្ចឧទាហរណ៍ដូចជាពាក្យសិនសែទៅជាសិនសែដូចគ្នាដែរស៊ីសងសើបដំណឹងហើយនៅមានពាក្យជាច្រើនទៀតដូចជាសាំសូនសឹងតែចំពោះអក្សរសហ្នឹងគឺវាមានពីរករណីខុសគេបែបហ្នឹងបន្តមកទៀតគឺអក្សរអចំពោះអក្សរអហ្នឹងគឺយើងត្រូវទុកត្រីស័ព្ទនៅខាងលើជាដរាបគឺទុកជានិច្ចគឺយើងមិនអាចថែមស្អកថែមអីបានទេឧទាហរណ៍ដូចជាពាក្យអឹកអែអឹកអែនឹងហើយដែលយើងឆ្លើយតបទៅថាគេយករបស់ឲ្យយើងមួយហើយយើងឆ្លើយទៅគេវិញថានឹងហើយអញ្ចឹងមានតែពាក្យមួយម៉ាត់គត់ដែលយើងអាចទុកត្រីស័ព្ទក៏បានហើយយកត្រីស័ព្ទមកធ្វើក្បៀសក៏បាននោះគឺពាក្យដោះយើងអាចទុកត្រីស័ព្ទក៏បានយើងអាចធ្វើជាក្បៀសក៏បានដែរចំពោះអក្សរបនេះផងដែរគឺទុកត្រីស័ព្ទនៅខាងលើជានិច្ចឧទាហរណ៍ដូចជាពាក្យប៊ីប៊ីដែលលក្ខណៈថាយើងហៅធម្មតាអ៊ុយវីសត្រូវហ៎ហើយមួយទៀតគឺឈ្មោះដែលឈ្មោះបុគ្គលម្នាក់អញ្ចឹងណាដូចគេឈ្មោះបិនចំពោះអក្សរបហ្នឹងគឺมันមានការថែមក្បៀសដូចទៅនឹងអក្សរ3តួខាងមុនហ្នឹងទេគឺបើសិនកាលណាវាយើងថែមក្បៀសទៅវាអាចច្រឡំជាមួយនឹងអក្សរប៉បាទចំពោះវីដេអូដែលបញ្យល់តាក់ទងទៅនឹងអក្សរ4តួដែលសន្លត់ដោយត្រីស័ព្ទគឺមានតែប៉ុណ្្នឹងទេបើសិនជាមានការខុសឆ្គងត្រង់ចំណុចណាមួយសូមមេត្តាអធិស្ឋានឲ្យផងហើយកុំភ្លេចជួយ comment ដែលពាក្យដែលខ្ញុំទៅសេទៅខុសឬមួយក៏ខ្វះត្រង់ចំណុចណាមួយសូមជួយ comment ប្រាប់ខ្ញុំផងបាទអរគុណច្រើន